បាទអរគុណណាប្រិមិត្តពុកម៉ែបងប្អូនជាទីមេត្រីបាទយើងទៅកីឡាអន្តរជាតិបាទតាក់ទងនឹងការប្រកួតបាទគឺបាល់ទាត់ពានរង្វាន់បាទ UEFA Nation League ដែលគេធ្វើការប្រកួតរៀងរាល់2ឆ្នាំម្ដងនៅចន្លោះពានរង្វាន់ទ្វីបអឺរ៉ុបនោះបាទគឺក្រុមប៉ុកទុយហ្គាល់ទទួលបានជើងឯកជាលើកទី2បាទគឺនៅក្នុងការប្រកួតបាទគឺលើកទី4ផងដែរបាទឃើញថាបន្ទាប់ពីប្រកួតស្មើជាមួយនឹងអេស្ប៉ាញ2-2រយៈពេល120នាទីនោះប៉ុកទុយហ្គាល់បានយកឈ្នះអេស្ប៉ាញដោយបាល់ពេនទីបាទគឺ5-3ប៉ុកទុយហ្គាល់ទទួលបានពានរង្វាន់ Nation League ជាលើកទី2បន្ទាប់ពីធ្លាប់ឈ្នះលើកដំបូងកាលពីឆ្នាំ2019ហើយរ៉ុនដូបាទគឺឈ្នះពានចំនួន3ហើយគឺពានរង្វាន់ទ្វីបអឺរ៉ុបឆ្នាំ2016និងពានរង្វាន់ UEFA Nation League បាទគឺចំនួន2ដងគឺ2019និង2025ដល់ឡែកបាទគឺសម្រាប់បារាំងធ្លាប់ឈ្នះ2021និងអេស្ប៉ាញធ្លាប់ឈ្នះ2023ដូច្នេះការប្រកួតលើកទី4នេះបាទគឺប៉ុកទុយហ្គាល់ជាអ្នកទទួលបានជោគជ័យបាទគឺលោកឈ្នះ2ដងក្នុងការប្រកួត4ដងហើយក្រុមចំណាត់ថ្នាក់ទី3នោះគឺបារាំងបានយកឈ្នះអាល្លឺម៉ង់បាទគឺ2-0ហើយអេមបាប៉េសុទ្ធបាន50គ្រាប់ឲ្យក្រុមជម្រើសជាតិបាទគឺនៃប្រទេសបារាំងខណៈពេលរ៉ុនដូសុទ្ធបាន138គ្រាប់លេង201ប្រកួតឲ្យក្រុមជម្រើសជាតិប៉ុកទុយហ្គាល់ក្រុមតោខៀវ Chelsea បានឈានដល់កិច្ចព្រមព្រៀងបាទគឺទិញយកកីឡាករយុវជនអាយុក្រៅ21ឆ្នាំបាទគឺរបស់បាទជម្រើសជាតិអង់គ្លេសគឺកីឡាករបាទគឺលៀនដេលេបបាទគឺក្នុងទំហំទឹកប្រាក់ប្រមាណជា30លានផោនផ្ទេរមកពីក្រុម Ipswich Town ដែលត្រូវកាត់ចេញពី Premier League កីឡាកររូបនេះបាទគឺសុទ្ធបាន12គ្រាប់បាទគឺលេងឲ្យក្រុម Ipswich Town បាទគឺការពីរដូវកន្លងមកផងដែរដល់ឡែកកីឡាករអន្តរជាតិប្រេស៊ីលបាទគឺ Cabral បាទក៏បានពន្យាកិច្ចសន្យាលេងឲ្យក្រុមកំភ្លើងធំ Arsenal ជាបន្តទៀតបាទកីឡាករបាទគឺ Cabral Macahas បាទគឺលេងបាន42ប្រកួតគ្រប់កម្មវិធីកាលពីរដូវមុនបានពន្យាកិច្ចសន្យាលេងឲ្យ Arsenal ដល់ឆ្នាំ2029ខណៈពេលកិច្ចសន្យាចាស់របស់គេអស់សុពលភាពត្រឹមតែ2027 Cabral មានវ័យបាទគឺ27ឆ្នាំសញ្ជាតិប្រេស៊ីលរូបនេះគឺជាតួអង្គសំខាន់ដែល Arsenal បាទគឺទិញមកពីក្រុម Lille កាលពីឆ្នាំ2020នៅក្នុងទំហំទឹកប្រាក់27លានផោនលេងបាន210ប្រកួតគ្រប់កម្មវិធីឲ្យក្រុមលោក Miguel Arteta ផងដែរដល់ឡែកបាទក្រុមជើងឯក Premier League 20សម័យបាទហង្សក្រហម Liverpool បាទគឺពេលនេះបាទគឺបានឈានដល់បាទគឺកិច្ចព្រមព្រៀងមួយជាមួយនឹងក្រុមបាទគឺ Leverkusen បាននាំយកកីឡាករ Playmaker បាទគឺសញ្ជាតិអាល្លឺម៉ង់ Florian Wirtz បាទក្នុងទំហំទឹកប្រាក់បាទគឺដែលមានកំណត់ត្រាថ្លៃគឺ115លានផោនដោយចុះកិច្ចសន្យារយៈពេល5ឆ្នាំដោយវិតទទួលបានទឹកប្រាក់18លានផោន50ម៉ឺនបាទគឺ18លាន50ម៉ឺនផោននៅក្នុងមួយឆ្នាំកីឡាករវ័យ22ឆ្នាំរូបនេះបាទគឺត្រូវពាក់អាវលេខ10បាទវិតបាទគឺចូលរួមជាមួយនឹង AC Cologne កាលពីឆ្នាំ2010ហើយមុននឹងផ្លាស់មកក្រុម Leverkusen បាទគឺ10ឆ្នាំក្រោយក្នុងវ័យ17ឆ្នាំក្រុម Chelsea បានផ្លាស់ប្ដូរអាវហើយបាទគឺកីឡាករបាទគឺ Cole Palmer នឹងទទួលអាវលេខ10បាទពីកីឡាករអ៊ុយក្រែនបាទគឺMikhailo បាទគឺ Modric នេះបាទឥឡូវនេះបាទគឺលេខ10នេះដកពី Modric ចេញឲ្យ Palmer បាទជាអ្នកពាក់បាទលេខ10វិញបាទគឺនៅក្នុងរដូវកាលថ្មីបាទគឺ2025-2026ក្រុម Spurs បានបញ្ចប់តួនាទីបាទលោកគ្រូអេងកេប៉ូតូក្លូហើយបាទទោះបីឈ្នះពានរង្វាន់ UEFA Europa League យ៉ាងណាក៏ដោយបាទគឺចេញពីក្រុម Spurs ហើយក្រោយទទួលបានជើងឯក UEFA Europa League រយៈពេល16ថ្ងៃខណៈពេលបរិះវ័យជនជាតិអូស្ត្រាលីរូបនេះជួយឲ្យក្រុម Spurs ទទួលបានជើងឯកពានជាលើកទី1ចាប់តាំងពីឆ្នាំ2008មកSpurs ឈរលំដាប់ទី17នៅ Premier League ប៉ុន្តែបានសិទ្ធទៅ Champions League នៅរដូវកាលថ្មីក្នុងនាមជើងឯក UEFA Europa League បេក្ខជនដែលត្រូវមកដឹកនាំដូចជាមានលោក Thomas Frank, Marco Silva, Olivier Glasner, Xavi Hernandez, Coran McKenna, Michael Carrick, Roberto De Zerbi បាទគឺ Roger ឬក៏ Mauricio Pochettino បាទលោក Pochettino ដែលកំពុងតែដឹកនាំក្រុមសហរដ្ឋអាមេរិកធ្លាប់ដឹកនាំក្រុម Spurs ហ្នឹងក៏ជាបេក្ខជនថានឹងមកកាន់ទីក្រុងឡុងផងដែររ៉ូណាល់ដូបាទឃើញថាមានមោទនភាពខ្លាំងណាស់គឺយប់មិញនេះគឺមួយគ្រាប់ទៀតគេសុទ្ធបានបាទគឺចំនួន138គ្រាប់ហើយលេង221ប្រកួតអញ្ចឹងបើយើងគិតទៅបាទគឺគិតត្រឹមវេលានេះរ៉ូណាល់ដូបាទគឺទាំងសុទ្ធឲ្យលីកទាំងសុទ្ធឲ្យក្រុមជម្រើសជាតិគេសុទ្ធបាន938គ្រាប់ហើយសម្រាប់កីឡាករប៉ុកទុយហ្គាល់រូបនេះបាទហើយគេធ្លាប់លេងជាមួយនឹងបាទគឺអាល្លឺម៉ង់5ប្រកួតបាទគឺចាញ់ទើបតែឈ្នះអាល្លឺម៉ង់ហើយមកឈ្នះអេស្ប៉ាញបាទគឺការពីយប់មិញទៀត
បាទដូច្នេះបាទគឺកីឡាកររូបនេះបាទគឺពិតជាអស្ចារ្យមែនទែនបាទគេចង់លេងបានបាទគឺ1000គ្រាប់ឲ្យស្មើនឹងលោកប៉េឡេឬក៏លោករ៉ូម៉ារីអូបាទគឺសញ្ជាតិប្រេស៊ីលផងដែរហើយបាទរ៉ូណាល់ដូនេះបាទគឺលេងបាទគឺសុទ្ធបាទពេលជួបជាមួយនឹងអង់គ្លេសក្រិចអ៊ីតាលីស្លូវ៉ានីនិងអ៊ុយក្រែនបាទគឺ5ប្រទេសនេះរ៉ូណាល់ដូដែលសុទ្ធចូលទេហើយយប់មិញនេះគឺជាគ្រាប់បាល់ទី138គ្រាប់របស់គេនិងជាគ្រាប់បាល់ទី938គ្រាប់គាត់ចង់សុទ្ធបាន1000គ្រាប់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ2026នឹងរៀបចំឡើងនៅសហរដ្ឋអាមេរិកប្រទេសកាណាដានិងបាទគឺមិចស៊ីកូយើងរើសបាន9ក្រុមហើយគិតត្រឹមវេលានេះបាទក្នុងចំណោម48ក្រុមបង្កើនពី32ទៅបាទគឺ48គេបានកត់សម្គាល់ថាអាមេរិកកាណាដានិងមិចស៊ីកូគឺបានទៅដោយអូតូម៉ាទិកការប្រកួតលេងនៅក្នុងចន្លោះខែថ្ងៃទី11ខែមិថុនាដល់ថ្ងៃទី19ខែកក្កដាឆ្នាំ2026ហើយក្នុងនោះអូប៊ឺគីស្ថានបានឈានទៅប្រកួតបាទគឺ World Cup ជុំចុងក្រោយជាលើកដំបូងបន្ទាប់ពីយកឈ្នះអារ៉ាប់រួមនៅក្នុងទីក្រុងបន្ទាប់ពីស្មើនឹងអារ៉ាប់រួម United Arab Emirates បាទគឺស្មើនៅក្នុងទីក្រុងអាប៊ូដាប៊ី0-0អូប៊ឺគីស្ថានដែលមានប្រជាជនត្រឹមតែ36លាននាក់បាទគឺឈរនៅលំដាប់ទី57ពិភពលោកហើយទទួលបានឯករាជ្យពីរុស្ស៊ីឆ្នាំ1992បាទពេលនេះគេបង្ហាញខ្លួនទៅហើយបាទក្រុមរងជើងឯក Asian Cup បាទគឺ Jordani ដែលឈរលំដាប់ទី62ពិភពលោកក៏បានឈានទៅ World Cup ផងដែរបន្ទាប់ពីព្យាយាម6ដងអូប៊ឺគីស្ថាននិង Jordani បានក្លាយជាប្រទេសទី9បាទគឺដែលបានសិតទៅដូចជាកូរ៉េខាងត្បូងបាទប្រទេសជប៉ុន នូវែលសេឡង់ អ៊ីរ៉ង់ អាហ្សង់ទីនបូកជាមួយនឹងម្ចាស់ផ្ទះ3ទៀតអញ្ចឹងអបអរសាទរទៅប្រទេសអូប៊ឺគីស្ថានមួយទៀតបូកជាមួយនឹងប្រទេស Jordani បានទៅជុំចុងក្រោយហើយ World Cup បាទគឺ2026ដែលមាន48បាទគឺប្រទេសបាទតែម្ដងជូឃីញ៉ូបាទគឺ Playmaker របស់ Arsenal បានទៅកាន់បាទគឺប្រទេសប្រេស៊ីលជាមួយនឹងក្លឹប Flamengo ហើយអតីតកីឡាកររបស់ក្លឹបបាទគឺ Hellas Verona Napoli Chelsea និង Arsenal នេះបាទគឺវ័យ33ឆ្នាំបានបញ្ចប់កិច្ចសន្យាជាមួយនឹង Arsenal ហើយទៅកាន់បាទកីឡាកររូបនេះបាទគឺមានដើមកំណើតប្រេស៊ីលជនជាតិអ៊ីតាលីឥឡូវនេះទៅកាន់បាទគឺ Flamengo មានសិទ្ធិចូលរួមបាទគឺជាមួយនឹងពានរង្វាន់ FIFA Club World Cup នៅសហរដ្ឋអាមេរិកផងដែរដែលការប្រកួតចាប់ផ្ដើមនៅថ្ងៃទី14ខែមិថុនានេះហើយជូឃីញ៉ូបាទគឺផ្លាស់មកកាន់ Premier League នៅពេលដែលគេចូលរួមជាមួយនឹង Chelsea ផ្ទេរមកពី Napoli 2018ឈ្នះជើងឯកដូចជា Champions League Europa League UEFA Super Cup FIFA Club World Cup បាននៅ Stamford Bridge ហើយផ្លាស់មកកាន់ Arsenal 2023លេងបានចំនួនបាទគឺ78ប្រកួត Manchester City ក៏បានឈានដល់កិច្ចព្រមព្រៀងបាទគឺនាំយកកីឡាករ Azuri បាទគឺកីឡាករទ្វីបអាហ្វ្រិកបាទកីឡាករ Ryan បាទគឺ Adnozo Nori បាទគឺមកពីក្រុម Wolverhampton ហើយនៅក្នុងទំហំទឹកប្រាក់ប្រមាណជា31លានផោនបូកនឹងអត្ថប្រយោជន៍ផ្សេងទៀតដែលមានរហូតដល់ទៅ5លានផោនបន្ថែមទៀត Nori មកបំពេញកន្លែងបាទ Benjamin Mendy ដែលបានចាក់ចេញពីក្លឹបតាំងពីឆ្នាំ2021មកម្លេះ Nori នឹងចូលរួមជាមួយនឹងក្រុមលោក Pep នៅក្នុងពានរង្វាន់ FIFA Club World Cup នៅសហរដ្ឋអាមេរិកផងដែរក្រុមតោខេវ Chelsea ក៏បានឈានដល់កិច្ចព្រមព្រៀងយកយុវជនវ័យក្មេងរបស់ក្រុម Dortmund បាទគឺកីឡាករបាទគឺ Jamin បាទគឺ Kitin បាទអាយុ20ឆ្នាំបាទដោយចុះកិច្ចសន្យារយៈពេល7ឆ្នាំក្នុងទំហំទឹកប្រាក់ប្រមាណជា30លានផោនបាទកីឡាករ Kitin នេះបាទគឺជាអតីតយុវជនថ្នាលរបស់ក្រុម Manchester Cityបាទលោក Casper Barini បាទគឺបានចាក់ចេញពី Atalanta ឥឡូវនេះទៅរួមជាមួយនឹងក្រុម Roma របស់ប្រទេសអ៊ីតាលីហើយបើចុះកិច្ចសន្យារយៈពេល3ឆ្នាំបាទលោកធ្លាប់នាំក្រុម Atalanta ឈ្នះជើងឯកបាទគឺ UEFA Europa League កាលពីឆ្នាំមុនអីចឹងទៅបាទឈ្នះទៅលើ Leverkusen ឥឡូវនេះលោកបាទទៅដឹកនាំបាទគឺក្រុមបាទគឺ AS Roma របស់ប្រទេសអ៊ីតាលីគេបានកត់សម្គាល់ថានៅសប្តាហ៍នេះបាទគឺមានគ្រូសំខាន់ចំនួន9នាក់ដែលមានតម្លៃសឹងតែថ្លៃជាងបាទគឺកីឡាករបាទគឺប្រចាំឆ្នាំទៀតផងយើងផ្ដើមចេញពីលោក Diego Simeone បាទគ្រូរបស់ក្រុម Atletico Madrid មួយឆ្នាំគាត់ទទួលបានបាទគឺ25លាន90ម៉ឺនផោនអូថ្លៃជាងគេនេះគ្រូថ្លៃជាងគេហើយកិច្ចសន្យាគាត់បាទគាត់ដឹកនាំក្រុមបាទគឺ Atletico Madrid ហ្នឹងតាំងពី2011ហើយអស់សុពលភាព2027មួយឆ្នាំ25លាន90ម៉ឺនផោនបាទទស្សនិកជន
លេខ2បាទគឺលោកស៊ីម៉ាណេអ៊ីសាគីដែលចាក់ចេញពី Inter Milan ទៅកាន់ក្លឹបបាទគឺ Al Hilal របស់ប្រទេសអារ៉ាប៊ីសាអូឌីតនោះទទួលបាន21លាន80ម៉ឺនផោនបាទក្នុងមួយបាទគឺមួយឆ្នាំហើយមួយអាទិត្យបាទគឺប្រមាណជាបាទគឺ454000ផោនក្នុងមួយអាទិត្យឥឡូវនេះគាត់ជួយ Inter Milan ទៅវគ្គផ្ដាច់ព្រាត់2ដងចាញ់ទាំង2ដងលើកទី1ចាញ់ Manchester City ឆ្នាំ2023លើកទី2ចាញ់ Paris Saint-Germain 2025ឥឡូវគាត់ទៅកាន់បាទគឺមជ្ឈមបូពីហើយអ្នកទី3បាទពីមុនគឺលោក Pep Guardiola ច្រើនឥឡូវនេះគាត់ធ្លាក់ទៅលេខ3គឺមួយឆ្នាំ20លានបាទគឺ70ម៉ឺនផោនបាទលោក Pep Guardiola កិច្ចសន្យារបស់គាត់ដល់ឆ្នាំ2027ទី4លោក Miguel Arteta ប៉កែណាយើងមិនមែនថាអន់ទេអ្នកដែលធ្វើការជាមួយនឹងលោក Pep គឺមានអនាគតល្អណាស់បាទគាត់ទទួលបាន15លាន60ម៉ឺនផោននៅក្នុងមួយអាទិត្យបាទហើយទើបតែពន្យាកិច្ចសន្យា3ឆ្នាំទៀតផងដែរបន្តមកទៀតបាទគឺលោក Pioli បាទគឺគ្រូ Al-Nassr ដែលកំពុងតែដឹកនាំរបស់ក្លឹបបាទគឺ Ronaldo ហ្នឹងបាទគឺលោក Stefano បាទ Pioli បាទគឺមួយឆ្នាំគាត់ទទួលបានបាទគឺ15លាន50ម៉ឺនបាទគឺផោននៅក្នុងមួយឆ្នាំផងដែរទី6លោក David Moyes ក៏ជាប់ក្នុងលំដាប់ Top 10 ដែរបាទគឺលោក David Moyes ដែលទៅដឹកនាំក្រុម Everton វិញនោះបាទគឺ12លាន50ម៉ឺនផោននៅក្នុងមួយឆ្នាំទី7លោក Luis Enrique ដែលជួយឲ្យក្រុម Inter Milan ជួយឲ្យក្រុម Paris Saint-Germain បាទឈ្នះជើងឯកបាទគឺ Champions League នោះទទួលបាន9លានបាទគឺ60ម៉ឺនផោននៅក្នុងមួយឆ្នាំទី9បាទគឺ Special One លោក Jose Mourinho បាទគឺជាប់លំដាប់ទី9បាទទទួលបាន9លាន20ម៉ឺនបាទគឺផោននៅក្នុងមួយឆ្នាំបរិះប៉ុកតូកាវ័យ62ឆ្នាំរូបនេះអ្នកចុងក្រោយជាងគេបាទគឺលោក Carlo Ancelotti ដែលផ្លាស់ទៅកាន់ក្រុម Real Madrid បាទគឺពេលនេះគឺទទួលបាន8លានបាទគឺ40ម៉ឺនផោននៅក្នុងមួយឆ្នាំបាទសម្រាប់ហើយលោករកបានច្រើនជាងគ្រូជម្រើសជាតិដូចជាលោក Thomas Tuchel ដឹកនាំក្រុមជម្រើសជាតិអង់គ្លេសលោក Lionel Scaloni ដឹកនាំក្រុមជម្រើសជាតិបាទគឺអាសង់ទីនលោក Mauricio Pochettino លោកដឹកនាំក្រុមបាទគឺសហរដ្ឋអាមេរិកអញ្ចឹងបាទគឺលោក Carlo Ancelotti លោកទទួលបានថ្លៃនឿយហត់8លានបាទគឺ40ម៉ឺនផោននៅក្នុងមួយឆ្នាំផងដែរអរគុណរឿងរ៉ាវកីឡាព្រឹកនេះបានឈានមកដល់ទីបញ្ចប់បាទយើងត្រូវហាត់ប្រាណទាំងអស់គ្នាដើម្បីសុខភាពរាងកាយមាំមួនបាទបងប្អូនជៀសវាងឲ្យឆ្ងាយការសេពគ្រឿងញៀនវាបំផ្លាញអនាគតនិងជីវិតរបស់លោកអ្នក